សូមជូនរឿងកំឡោះស្រុកស្រែស្នេហ៍អ្នកទីក្រុងមានរឿងមួយដំណាលថាមានបរិះកំឡោះម្នាក់ជាកូនកសិករឈ្មោះថាសុវណ្ណទំនេរពីការធ្វើស្រែចម្ការសុវណ្ណតែងតែយកផ្លែឈើដែលដាំបាននៅក្បែរផ្ទះយកទៅលក់នៅក្បែរសាលារៀនថ្ងៃមួយមាននារីទីក្រុងម្នាក់ដើរមកដល់ហើយនិយាយថាណែលោកផ្លែឈើនេះលោកលក់យ៉ាងម៉េចដែរ1គីឡូ 15,000 រៀលថ្លៃណាស់10000បានហើយមិនថ្លៃទេអ្នកនាងហាមិនហៅខ្ញុំថាអ្នកនាងអញ្ចឹងខ្ញុំមិនតាន់មានប្តីទេខ្ញុំនៅលីវតើហៅបែបនេះចាស់ខ្ញុំអស់ហើយអញ្ចឹងឲ្យខ្ញុំហៅថាម៉េចទៅហៅថាកញ្ញាទៅរៀងក្មេងបន្តិចអញ្ចឹងខ្ញុំសូមហៅថាកញ្ញាចុះកញ្ញាអាចទិញបានទេតម្លៃនេះហៅអញ្ចឹងទៅគ្រាន់បានបន្តិចអញ្ចឹងខ្ចប់ឲ្យខ្ញុំ1គីឡូមកខ្ញុំយកស្វាយនិងម្នាស់ដាក់លាយចូលគ្នាមកបាទចាំខ្ញុំខ្ចប់ឲ្យបន្ទាប់ពីទិញស្វាយរួចហើយនារីទីក្រុងម្នាក់នោះក៏បានត្រឡប់ទៅវិញភ្លាមនោះសុវណ្ណក៏ស្រែកហៅនាងថាកញ្ញាឈប់សិនមានការអីដែរលោកខ្ញុំអាចស្គាល់ឈ្មោះកញ្ញាផងបានទេចាស់បានខ្ញុំឈ្មោះគុនធាឈ្មោះពិតជាព្រោះមែនណអរគុណហើយដែលសរសើរឈ្មោះខ្ញុំគឺព្រោះអញ្ចឹងហើយតើខ្ញុំអាចសុំលេខទូរស័ព្ទរបស់កញ្ញាផងបានទេហេតុអ្វីបានជាចង់បានលេខទូរស័ព្ទរបស់ខ្ញុំដោយសារខ្ញុំចង់រាប់អានចង់ស្គាល់នឹងណាគុនធាដែលជានារីទីក្រុងធ្វើរឹកអឹមអៀនបន្តិចហើយក៏ឆ្លើយថាចាស់បាននេះលេខរបស់ខ្ញុំ092 33បាទអរគុណសន្ទនាចប់គុនធាក៏បានចាកចេញទៅទុកឲ្យសុវណ្ណនៅតែម្នាក់ឯងហើយនៅតែទន្ទិញឈ្មោះរបស់នាងថាគុនធាពិតជាឈ្មោះល្អណាស់ពិតជាស្អាតមែននៅផ្ទះពូក្រូចនិងមីងណាងដែលជាម្ដាយឪពុករបស់សុវណ្ណពូក្រូចនិងមីងណាងចង់ឲ្យកូនប្រុសមានគូស្រករព្រោះអាយុច្រើនដែរហើយពូក្រូចក៏និយាយមុនថាម៉ែវាចង់ពិភាក្សារឿងអីចាពុកវាគឺរឿងកូនប្រុសរបស់យើងនោះអីគ្នាធំប៉ុណ្ណេះហើយល្មមរៀបចំទុកដាក់ឲ្យកូនមានគូស្រករនឹងគេហើយណាម៉ែវានិយាយត្រូវណាស់បើអញ្ចឹងពួកយើងទៅនិយាយជាមួយកូននៅក្នុងថ្ងៃនេះតែម្ដងទៅតោះទៅពូក្រូចនិងមីងណាងក៏បាននិយាយជាមួយកូននៅផ្ទះថាកូនប្រុសម៉ែគិតថានឹងដណ្ដឹងប្រពន្ធឲ្យកូនសុវណ្ណរិះគិតបន្តិចហើយក៏ឆ្លើយថារឿងនេះកូនមិនតន់ចង់បានទេកូនសុំពេល2ឆ្នាំទៀតណាពុកម៉ែមិនចឹងកូនមិនក៏ចាំដល់2ឆ្នាំទៀតព្រោះកូនមិនតន់រកឃើញនារីដែលកូនពេញចិត្តនៅឡើយទេចោះនារីក្នុងភូមិច្រើនកកកមិនកូនឯងមិនពេញចិត្តទេឬបាទពិតមែនហើយកូនមិនពេញចិត្តទេនារីក្នុងភូមិរបស់យើងកូនមិនពេញចិត្តទេម៉ែអញ្ចឹងកូនឯងសម្រេចចិត្តថា2ឆ្នាំទៀតពិតប្រកបហើយមែនទេបាទពុកម៉ែកូនគិតថា2ឆ្នាំទៀតល្មមហើយណាស់ហើយចោះម៉ែតាមតែកូនទេតែបើសិនជាកូនរកបាននារីដែលកូនត្រូវចិត្តមុនពេល2ឆ្នាំក៏កុំភ្លេចប្រាប់ពុកម៉ែឲ្យបានដឹងផងណាកូនបាទម៉ែកូននឹងប្រាប់ពុកម៉ែជាពំខានឡើយអរគុណពុកម៉ែណាដែលមិនបង្ខំកូនមិនអីទេឲ្យតែកូនសប្បាយចិត្តទៅធ្វើតាមចិត្តកូនចោះណាសុវណ្ណមានមិត្តភក្តិស្និទ្ធស្នាលម្នាក់ឈ្មោះថាផាណាពួកគេតែងតែជជែកគ្នាលេងជានិច្ចនៅពេលទំនេរផាណាក៏និយាយថាសុវណ្ណឯលក់ផ្លែឈើដាច់ទេហ្នឹងមួយរយៈនេះដាច់គួរសមដែរហើយចោះចំការរបស់ផាណាឯងយ៉ាងម៉េចដែរមិនអីទេល្អណាស់ចំការរបស់យើងផ្លែឈើច្រើនមែនតើយើងក៏សប្បាយចិត្តដែរបើអញ្ចឹងប្រសើរហើយពីថ្ងៃមុនគ្នាបានជួបនារីទីក្រុងម្នាក់នាងពិតជាស្រស់ស្អាតណាស់ហើយឯងមានបានសួរឈ្មោះរបស់នាងឯងគ្នាបានសួរហើយនាងឈ្មោះថាគុនធាល្អហើយចុះឯងមានបានសុំលេខទូរស័ព្ទរបស់នាងឯង
អូគ្នាបានសុំលេខទូរស័ព្ទនាងហើយគ្នាក៏ចាប់អារម្មណ៍នឹងនាងដែរតែគ្នាបារម្ភថាបារម្ភយ៉ាងម៉េចទៅបារម្ភថានាងជាកូនអ្នកមានព្រោះឃើញរឹកពីនឹងការស្លៀកពាក់របស់នាងស័ក្តិសមជាមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដំណាស់គ្នាខ្លាចតែមិនអាចឈោងតោងស្រឡាញ់នាងបានមិនបាច់បារម្ភទេស៊ីសងសាកមើលសិនទេប្រសិនបើនាងនោះមិនតាន់មានគូហើយគេចាប់អារម្មណ៍នឹងឯងដែរនាងប្រកាសជាស្រឡាញ់ឯងមិនខានទេឯងកុំបារម្ភអីជឿតែយើងទៅយើងជឿឯងម្ដងចុះគ្នាក៏យល់ដូច្នេះដែរសង្ឃឹមថាអញ្ចឹងចុះណាបើសិនជាមានដំណឹងល្អកុំភ្លេចប្រាប់គ្នាផងណាហ្នឹងហើយចាំគ្នាប្រាប់ឥឡូវដល់ម៉ោងលក់ផ្លែឈើហើយគ្នាសុំលាឯងសិនហើយណានៅផ្ទះសេដ្ឋីសិទ្ធលោកសេដ្ឋីសិទ្ធជាឪពុករបស់គុន្ធាថ្ងៃនេះលោកមានភ្ញៀវមកលេងដែលជាមិត្តភក្តិចាស់របស់លោកដែលមានឈ្មោះថាឈុនលោកសេដ្ឋីក៏បាននិយាយថាលបងឈុនសុខសប្បាយទេខានជួលលបងយូរហើយខ្ញុំសុខសប្បាយទេហើយចុះលបងវិញសុខសប្បាយដែរទេខ្ញុំសុខសប្បាយធម្មតាទេហើយចុះថ្ងៃនេះខ្យល់អីបក់លបងមកដល់ទីនេះខ្ញុំមកនេះចង់ជជែកគ្នាលេងជាមួយនឹងលបងព្រោះថាខានជួបគ្នាយូរហើយចុះមកជំនួយរបស់លបងយ៉ាងមិនដែរកាក់កបដែរទេកាក់កបគួរសមដែរមិនអីទេលបងហើយកូនលបងធំហើយមើលសឹងតែមិនស្គាល់ក្មួយសឹងមែនទេបាទលោកពូខ្ញុំឈ្មោះសឹងកូនខ្ញុំដល់អាយុល្មមមានគូសកលហើយដែរហើយខ្ញុំមកថ្ងៃនេះក៏ចង់សុំភ្ជាប់សាច់ឈាមជាមួយនឹងលបងដែរតើលបងយល់យ៉ាងណាដែរទៅចំពោះរឿងនេះខ្ញុំធ្លាប់សាកសួរកូនស្រីខ្ញុំដែរប៉ុន្តែកូនស្រីរបស់ខ្ញុំមិនតាន់ចង់មានគ្រួសារទេសូមរងចាំ2-3ឆ្នាំទៀតណាមួយខ្ញុំក៏មិនហ៊ានមកខំកូនរបស់ខ្ញុំដែរមិនអីទេលបងចុះកូនស្រីលបងនៅផ្ទះទេកូនស្រីរបស់ខ្ញុំមិននៅទេពួកគេបាននាំគ្នាទៅលេងនៅឯខេត្តមណ្ឌលគិរី 3-4 ថ្ងៃទើបត្រឡប់មកវិញលបងកុំភ្លេចជួយនិយាយប្រាប់ពួកនាងផងណាខ្ញុំសូមលាទៅវិញសិនហើយខ្ញុំនឹងប្រាប់ពួកនាងឲ្យបានដឹងអំពីរឿងនេះបន្ទាប់ពីសន្ទនាចប់លោកឈុននិងកូនក៏បានចាកចេញទៅនៅផ្ទះសេដ្ឋីសិទ្ធក្រោយត្រឡប់មកពីដើរកំសាន្តវិញកូនស្រីសេដ្ឋីក៏បានត្រឡប់មកផ្ទះវិញហើយលោកសេដ្ឋីសិទ្ធក៏បាននិយាយសាកសួរកូនស្រីទាំងពីរថាកូនស្រីទាំងពីរទៅដល់លេងកំសាន្តសប្បាយទេកូនចាលោកប៉ាពិតជាសប្បាយណាស់ហើយធម្មជាតិវិញគឺស្រស់ស្អាតតែម្ដងប៉ាគិតថាចង់ឲ្យកូនរៀបការជាមួយនឹងកូនប្រុសរបស់ខ្លាពុកតើកូនយល់យ៉ាងណាកូនស្រីច្បងរបស់លោកសេដ្ឋីដែលមានឈ្មោះចម្ប៉ាក៏បានឆ្លើយបដិសេធភ្លាមថាអត់តាន់ចង់បានទេលោកប៉ាកូនមិនតាន់ចង់បានទេហើយចុះគុន្ធាវិញកូនស្រីយល់យ៉ាងណាលោកប៉ាកូនក៏មិនតាន់ចង់បានដែរកូនក៏មិនតាន់គិតគូររឿងរៀបការអីដែរព្រោះកូននៅក្មេងណាស់សុំពេល2-3ឆ្នាំទៀតលោកប៉ាមិនអីទេឥឡូវចេះចោះពេលដែលខ្លើប៉ាមកលើក្រោយប៉ានឹងឲ្យកូនជួបជាមួយគេជួបជាមួយនឹងកូនគេណាតើបានទេសន្ទនាត្រឹមនេះកូនស្រីទាំងពីរក៏បានសុំទៅរៀបចំធ្វើម្ហូបដោយអៀនមិនចង់និយាយរឿងនេះតទៅទៀតនិយាយពីគុន្ធានិងសុវណ្ណពួកគេបានតាក់ទងគ្នាតាមរយៈទូរស័ព្ទអស់រយៈពេលជាច្រើនខែរហូតស្គាល់ចិត្តគ្នាទៅវិញទៅមកហើយពួកគេក៏បានស្រឡាញ់គ្នាជាខ្លាំងបងនឹកអូនណាអូនក៏នឹកបងដែរមួយឆ្នាំក្រោយមកសុវណ្ណក៏សុំឲ្យឪពុកម្ដាយរបស់ខ្លួនទៅស្ដីដណ្ដឹងកូនលោកសេដ្ឋីតែត្រូវលោកសេដ្ឋីបដិសេធថាខ្ញុំមិនអាចឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយនឹងកូនរបស់អ្នកបានទេសូមត្រឡប់ទៅវិញចុះតើព្រោះហេតុអ្វីទៅលោកសេដ្ឋីពីព្រោះតែគ្រួសាររបស់អ្នកមិនស័ក្តិសមនឹងកូនស្រីរបស់ខ្ញុំទេបន្ទាប់ពីស្ដីដណ្ដឹងកូនសេដ្ឋីមិនបានពូក្រូចនិងប្រពន្ធកូនក៏វិលត្រឡប់ទៅផ្ទះវិញថ្ងៃមួយសឹងក៏ចង់ជួបកូនសេដ្ឋីម្ដងទៀតក៏មកដល់ផ្ទះសេដ្ឋីសិទ្ធហើយក៏និយាយថាសូមជម្រាបសួរលោកពូខ្ញុំមកនេះ
ចង់ជួបកូនលោកពូតើពួកគេនៅទេសោកស្ដាយណាស់ក្មួយពួកគេអៀនពេកក៏សុំទៅដើរលេងបាត់ទៀតហើយអូមកលើកណាក៏ដើរលេងដែរសង្ស័យតែខ្លាចខ្ញុំហើយមែនទេលោកពូខ្ញុំក៏មិនដឹងច្បាស់ដែរប្រហែលជាគេអៀនច្រើនហើយមើលទៅណាស់ហើយចោះលោកពូអញ្ចឹងខ្ញុំសុំត្រឡប់ទៅវិញហើយមិនចង់នៅទៀតទេខ្ញុំចង់ទៅដើរលេងកំសាន្តឲ្យធូរចិត្តបន្តិចទៅចោះក្មួយកុំខឹងអីណាបាទខ្ញុំទៅហើយសឹងមានអារម្មណ៍ខឹងមួម៉ៅដែលមិនបានជួបជាមួយនឹងកូនសេដ្ឋីក៏បានលាសេដ្ឋីចេញទៅបាត់ពេលនោះសឹងក៏បានដើរលេងនៅមណ្ឌលគិរីចៃដន្យបានជួបនារីដែលមិនធ្លាប់ឃើញក៏ចូលទៅសួរក្នុងន័យចែចង់ណែអូនទៅណាមកណានឹងឲ្យបងសុំទៅផងបានទេលោកឯងមកពីណាមិនបានជាហៅខ្ញុំអូនស្រីបែបនេះពិតជាឆ្លើយមែនទៅឲ្យឆ្ងាយទៅកុំមកចិត្តខ្ញុំបងជាកូនអ្នកមានអ្នកភូមិនេះគ្មាននរណាហ៊ានជាមួយនឹងបងទេមិនបានជាអូននិយាយបែបនេះអូពិតជាស្អាតមែនណព្រមទៅជាមួយបងទៅបងនឹងឲ្យលុយចាយណែលោកខ្ញុំមិនមែនស្រីលក់ខ្លួនទេទៅឲ្យឆ្ងាយចេញពីផ្លូវខ្ញុំភ្លាមអត់ទេបងមិនចេញទៅណាទេមិនទៅប្រយ័ត្នខ្ញុំស្រែកឲ្យគេមកជួយស្រែកទៅគ្មាននរណាមកជួយនាងបានទេពេលនោះគុនធាក៏បានស្រែកឲ្យគេជួយផង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 ពេលនោះជាចៃដន្យផាន់ណាជាមិត្តភក្តិរបស់សវណ្ណបានដើរកាត់ទីនោះហើយក៏បានឮសំឡេងស្រែកហៅឲ្យជួយផាន់ណាក៏ប្រញាប់ទៅប្រាប់សវណ្ណអំពីរឿងនេះព្រោះសវណ្ណមានមាឌមមជាងអាចជួយនាងបានសវណ្ណក៏បានដឹងរឿងនេះហើយក៏មនីមនារត់ទៅជួយគុនធាតាន់ពេលវេលាហើយក៏បាននិយាយថាគាត់ឯងជានរណាមិនបានជាហ៊ានចាប់កូនគេទាំងកណ្ដាលថ្ងៃដូច្នេះកុំចេះដឹងរឿងយើងបើមិនចង់ត្រូវទេឆាប់ចេញភ្លាមទៅទោះបីជាឯងជាកូនអ្នកមានកូនសេដ្ឋីក៏ដោយចុះក៏យើងមិនខ្លាចដែរឯងមិនត្រូវធ្វើបែបនេះទេអំពើទាំងនេះគឺជាការបំពានសិទ្ធិរបស់មនុស្សទុនខ្សោយឯងដឹងទេមិនបាច់មកបដៅយើងទេបើឯងខ្លាំងឆាប់ចូលមករឿងនេះស្រេចតែយើងទេដោយប្រកែកគ្នាទៅមកមិនស្ដាប់គ្នាបែបនេះពួកគេក៏បានរត់ចូលទៅវ័យគ្នាហើយមួយសន្ទុះក្រោយមកសវណ្ណក៏វាយឈ្នះសង្ឃហើយសង្ឃក៏ភ័យរត់បាត់ទៅហើយសវណ្ណក៏បាននិយាយជាមួយនឹងគុនធាថាតើអូនយ៉ាងម៉េចហើយមានត្រូវត្រង់ណាទេចាអូនមិនអីទេបងកុំតែបងមកទាន់កុំអីខ្ញុំកុំយំអីអូនឥឡូវយើងផុតគ្រោះភ័យហើយយើងលេងអីហើយតោះយើងទៅវិញក្រោយពីចាញ់ដៃសវណ្ណសង្ឃក៏បានមកភ្នំពេញវិញហើយក៏បានសាកល្បងទៅជួបនឹងកូនសេដ្ឋីជាលើកទី3សេដ្ឋីក៏បានណែនាំឲ្យស្គាល់កូនស្រីជាមួយសង្ឃភ្លាមនោះគុនធាក៏បាននិយាយយ៉ាងខ្លាំងថាលោកប៉ាគឺវានឹងហើយដែលបានមកបំពេញកូនប្រុងនឹងចាប់កូនទៀតផងលោកប៉ាក្មួយសង្ឃតើរឿងនេះពិតទេខ្ញុំគ្មានចេតនាបំពេញលើកូនលោកពូទេវាជាការយល់ច្រឡំទេលោកពូទោះជាយ៉ាងណាក្មួយក៏មិនត្រូវធ្វើអំពើអសិលធម៌យ៉ាងនេះដែរឲ្យខ្ញុំសុំទោសផងលោកពូឲ្យខ្ញុំសុំទោសផងគុនធាខ្ញុំដឹងខុសហើយសូមក្មួយចេញពីផ្ទះនេះភ្លាមទៅពូមិនស្វាគមន៍ក្មួយទៀតឡើយសឹងក៏ចាក់ចេញពីផ្ទះសេដ្ឋីទាំងអាម៉ាស់មុខសេដ្ឋីក៏បានសួរកូនស្រីអំពីដំណើររឿងកើតហេតុនោះកូនស្រីតើវាបានបំពេញលើរាងកាយរបស់កូនទេលោកប៉ាពិតជាខឹងខ្លាំងណាស់មិនគួរណាវាហ៊ានធ្វើបែបនេះអត់ទេលោកប៉ាពេលនោះកូនពិតជាផិតភ័យណាស់តែសំណាងល្អមានកំឡោះម្នាក់ចូលមកជួយកូនតាន់ហើយកំឡោះដែលបានជួយកូននោះគាត់គឺជាណាគឺជាអ្វីទៅកូនឆាប់និយាយមកគឺជាសង្សាររបស់កូននៅខេត្តមណ្ឌលគិរីនោះណាលោកប៉ាអូអញ្ចឹងទេថ្ងៃក្រោយចាំថ្ងៃណាទំនេរកូនឯងហៅគេមកលោកប៉ាចង់អរគុណគេដោយផ្ទាល់ណាចាលោកប៉ានៅផ្ទះសេដ្ឋីសិតលោកសេដ្ឋីបានជួបជាមួយនឹងលោកឆុនដែលជាខ្លើហើយក៏បាននិយាយប្រាប់អំពីរឿងនេះដល់លោកឆុនមិនគួរណាកូនប្រុសលបង
ធ្វើរឿងថោកទាបបែបនេះទេខ្ញុំមានបំណងល្អចង់ឲ្យខ្លាចជាគូសកលនឹងកូនរបស់ខ្ញុំតែពេលនេះខ្ញុំគ្មានចិត្តទៀតទេឲ្យខ្ញុំសុំទោសជំនួសកូនខ្ញុំផងលបងខ្ញុំទើបតែដឹងដែរទេសូមលបងអភ័យទោសឲ្យខ្ញុំផងដែលមិនបានអប់រំកូនឲ្យបានល្អខ្ញុំនឹងព្យាយាមអប់រំវាឡើងវិញណាលបងណាហើយចោះខ្ញុំយកយល់ដល់លបងជាខ្លារបស់ខ្ញុំរាប់អានគ្នាជាធម្មតាចោះប៉ុន្តែរឿងភ្ជាប់សាច់ឈាមនឹងគ្នានោះគឺត្រូវចប់ហើយណាបាទលបងខ្ញុំព្រមតាមលបងតាមតែលបងទៅចុះណាខ្ញុំអរគុណហើយលោកឈុនក៏បានលាលោកសេដ្ឋីសិទ្ធទៅផ្ទះវិញទាំងអារម្មណ៍មួម៉ៅនិងខឹងកូនជាខ្លាំងដែលធ្វើឲ្យបាត់បង់កិត្តិយសរបស់ខ្លួនលោកឈុនក៏បានស្ដីបន្ទោសកូនថាកូនឯងមិនគួរធ្វើរឿងបែបនេះទេលោកប៉ាកូនសុំទោសកូនដឹងកំហុសហើយដោយសារតែកូនបានទៅរាប់អានមិត្តភក្តិខុសវានាំឲ្យកូនដើរផ្លូវខុសណាលោកប៉ាកូនសុំទោសមិត្តភក្តិត្រូវរាប់អានមើលមនុស្សផងណាកូនកុំភ្លើតភ្លើនភ្លេចអស់អ្វីដែលប៉ាបានបង្រៀនកូនកូនត្រូវតែភ្ញាក់រលឹកដឹងទេលោកប៉ាកូនសន្យាថានឹងឈប់ធ្វើរឿងបែបនេះទៀតហើយលោកប៉ាសូមលោកប៉ាអភ័យទោសផងបើកូនចេះភ្ញាក់រលឹកបែបនេះប៉ាសប្បាយចិត្តណាស់កូនឯងត្រូវតែឈប់តាក់ទងជាមួយមិត្តភក្តិណាដែលនាំឲ្យកូនធ្លាក់ចូលរឿងបញ្ហាផ្សេងដឹងទេបាទលោកប៉ាកូនដឹងហើយ2ឆ្នាំក្រោយមកគ្រួសារលោកសេដ្ឋីសិទ្ធនិងគ្រួសារពូក្រូចមីងណាងក៏កាន់តែជិតស្និទ្ធនឹងគ្នាឡើងខ្លាំងឡើងហើយក៏បានព្រមព្រៀងគ្នារៀបចំពិធីមង្គលការតាមប្រពៃណីរវាងសវណ្ណនិងគុន្ធាពួកគេរស់នៅក្នុងផ្ទះថ្មីយ៉ាងមានសេចក្តីសុខសាន្តតរៀងទៅអំពើល្អនាំមកនៅសេចក្តីសុខសេចក្តីថ្លៃថ្នូរសូមអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនានៅវីដេអូសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណ